តរាជសង្ឃស៊ីខាន់កើតនៅឆ្នាំ1162នៅក្នុងតំបន់ភ្នំនៃដែនដីចក្រភពម៉ុងហ្គោលគាត់បានក្លាយជាមេទ័ពដ៏ខ្លាំងពូកែនៅពេលដែលគាត់ធំដឹងក្តីឡើងហើយក្រោយមកក្លាយជាអធិរាជដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនៅពេលដែលសង្ឃស៊ីខាន់បានចាប់កំណើតនិងធំដឹងក្តីម៉ុងហ្គោលនៅមិនទាន់ក្លាយជាប្រជាជាតិរួបរวมគ្នានៅឡើយទេប្រជាជនម៉ុងហ្គោលរស់នៅជាក្រុមកុលសម្ព័ន្ធដែលរស់នៅដាច់ពីគ្នាហើយពេលខ្លះធ្វើសង្គ្រាមរវាងគ្នាឯងទៀតផងចាប់តាំងពីទសវត្សរ៍ទី7មកចក្រភពម៉ុងហ្គោលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនក្រោមរាជវង្សថាងនិងបន្ទាប់មកទៀតក្រោមការគ្រប់គ្រងរបស់រាជវង្សលាវសង្ឃស៊ីខាន់ដែលមានឈ្មោះកំណើតថាតេមូឈីនគឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោលនៅពេលដែលតេមូឈីននៅជាក្មេងប្រុសម្នាក់នៅឡើយឪពុករបស់គាត់ត្រូវបានស្លាប់ដោយថ្នាំបំពុលរបស់កងសម្ព័ន្ធដែលជាគូសត្រូវហើយតេមូឈីនក៏បានឡើងកាន់តំណែងជាមេក្រុមកងសម្ព័ន្ធជំនួសឪពុកកុលសម្ព័ន្ធដែលគេមរតកតពីឪពុករបស់តេមូឈីនគ្រាន់តែជាកុលសម្ព័ន្ធតូចនិងទន់ខ្សោយមួយប៉ុណ្ណោះក៏ប៉ុន្តែក្រោយមកតេមូឈីនបានពង្រីកកម្លាំងក្រុមកងសម្ព័ន្ធរបស់ខ្លួនតាមរយៈការចងសម្ព័ន្ធមិត្តនិងតាមរយៈការធ្វើសង្គ្រាមដណ្ដើមកាន់កាប់កុលសម្ព័ន្ធផ្សេងៗទៀតនៅក្នុងឆ្នាំ1206តេមូឈីនដែលមានវ័យ44ឆ្នាំបានក្លាយជាមេដឹកនាំម៉ុងហ្គោលដែលរួបរวมគ្នាជាប្រជាជាតិតែមួយគឺចក្រភពម៉ុងហ្គោលតេមូឈីនត្រូវបានគេផ្ដល់ងារថ្មីមួយទៀតគឺអធិរាជសង្ឃស៊ីខាន់ដែលមានន័យជាភាសាម៉ុងហ្គោលថាស្ដេចចក្រវាលក្រោយពីបានបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោលបង្កើតទៅជាប្រទេសរួបរวมគ្នាមួយហើយអធិរាជសង្ឃស៊ីខាន់ត្រូវប្រឈមមុខនឹងសត្រូវដ៏ធំមួយទៀតគឺប្រទេសចិនដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសម៉ុងហ្គោលសង្ឃស៊ីខាន់ដឹងខ្លួនថាចិនដែលធ្លាប់តែត្រួតត្រាប្រទេសម៉ុងហ្គោលរាប់ទសវត្សរ៍កន្លងមកហើយនោះប្រកាសជាមិនទុកបណ្ដោយឲ្យចក្រភពម៉ុងហ្គោលនេះជាប្រទេសឯករាជ្យមានមេដឹកនាំនិងកងទ័ពខ្លាំងពូកែដែលជាប់នឹងព្រំប្រទល់របស់ខ្លួននោះទេឆ្លៀតក្នុងពេលដែលចិនកំពុងធ្លាក់ចុះទន់ខ្សោយដែលមានការបែកបាក់ផ្ទៃក្នុងសង្ឃស៊ីខាន់ក៏បានសម្រេចចិត្តធ្វើការវាយលុកទៅលើប្រទេសចិនមុននៅពេលនោះប្រទេសចិនត្រូវបានបែងចែកជាច្រើនចំណែកដែលមាននគរធំៗចំនួន3គឺនគរលាវនៅប៉ែកខាងជើងនគរសៀនៅប៉ែកខាងលិចនិងនគរសុងនៅប៉ែកខាងត្បូងសង្ឃស៊ីខាន់បាននាំទ័ពម៉ុងហ្គោលប្រមាណជាង 50,000 នាក់ឆ្លងព្រំដែនទៅវាយលុកចូលក្នុងនគរសៀវដែលជាដែនដីចិននៅប៉ែកខាងជើងពេលចូលទៅដល់ចិនកងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយគឺមហាកំពែងរបស់ចិនក៏ប៉ុន្តែដើម្បីឆ្លងកាត់មហាកំពែងដ៏ធំហិមានេះកងទ័ពរបស់សង្ឃស៊ីខាន់បានរកឃើញវិធីសាស្ត្រដ៏សាមញ្ញបំផុតមួយគឺដើរវាងមហាកំពែងនេះកងទ័ពរបស់សង្ឃស៊ីខាន់បានធ្វើដំណើរទៅដល់រាជធានីនៃនគរចិនខាងជើងដែលមានទីតាំងនៅម្ដុំទីក្រុងប៉េកាំងបច្ចុប្បន្នក៏ប៉ុន្តែជាថ្មីម្ដងទៀតកងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងមហាកំពែងក្រុងដែលមានកម្ពស់ជាង12 ម៉ែត្រប្រវែង30 គីឡូម៉ែត្រហើយការពារដោយប៉មយាមប្រមាណជាង900ក៏ពីមហាកំពែងដែលមានផ្លូវអាចដើរវាងបានកងទ័ពរបស់សង្ឃស៊ីខាន់ចាំបាច់ត្រូវតែឆ្លងកាត់កំពែងក្រុងប៉េកាំងដោយការប្រយុទ្ធក៏ប៉ុន្តែសង្ឃស៊ីខាន់មិនបានបើកការវាយប្រហារទៅលើកំពែងក្រុងប៉េកាំងភ្លាមៗទេផ្ទុយទៅវិញកងទ័ពម៉ុងហ្គោលបានធ្វើការឡោមព័ទ្ធដើម្បីកាត់ផ្តាច់ផ្លូវនាំស្បៀងចូលក្នុងក្រុងហើយក្នុងពេលជាមួយគ្នាពួកគេបានសាងសង់ឧបករណ៍សង្គ្រាមធុនធ្ងន់ដើម្បីត្រៀមវាយទម្លុះកំពែងក្រុងនៅក្នុងទីក្រុងប្រជាជននិងកងទ័ពចិនដាច់ស្បៀងហើយខ្លះត្រូវស្លាប់ដោយការអត់ឃ្លានចំណែកនៅក្រៅក្រុងវិញទាហានម៉ុងហ្គោលមានស្បៀងហូរហែឥតខ្វះដោយសារតែការស្ទាក់ចាប់ស្បៀងដែលចិននាំចូលក្នុងរាជធានីនៅក្នុងឆ្នាំ1215កងទ័ពរបស់សង្ឃស៊ីខាន់បានបើកការវាយប្រហារទៅលើរាជធានីប៉េកាំងក្រោយពីដណ្ដើមកាន់កាប់ទីក្រុងប៉េកាំងបានហើយកងទ័ពម៉ុងហ្គោលបានដុតផ្ទះសម្បែងនិងសម្លាប់រង្គាលប្រជាជនចិនស្ទើរតែគ្មានសល់ដែនដីចិនខាងជើងក៏ទៅធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលបន្ទាប់ពីវាយដណ្ដើមកាន់កាប់ចិនខាងជើងបានហើយសង្ឃស៊ីខាន់បានងាកទៅសម្លឹងទិសខាងលិចវិញម្ដងគឺចក្រភពប៉ែបក៏ប៉ុន្តែជាមួយនឹងពួកប៉ែបសង្ឃស៊ីខាន់មិនមានបំណងចង់ធ្វើសង្គ្រាមនោះទេតែសង្ឃស៊ីខាន់ចង់ឲ្យម៉ុងហ្គោលនិងប៉ែបធ្វើជំនួញជាមួយនឹងគ្នាសង្ឃស៊ីខាន់
បានបញ្ជូនមន្ត្រីការទូតរបស់ខ្លួនឲ្យទៅជួបអធិរាជប៉េបដើម្បីចរចាបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងគ្នានៅពេលកណ្ដាលឆ្នាំ1218អ្នកនាំសារម្នាក់បាននាំកញ្ចប់មួយពីអាណាចក្រប៉េបបញ្ជូនទៅឲ្យអធិរាជសង្ឃស៊ីខាន់កញ្ចប់ដែលនាំទៅរកការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនៅក្នុងកញ្ចប់នោះគឺជាក្បាលមន្ត្រីទូតម៉ុងហ្គោលដែលសង្ឃស៊ីខាន់បញ្ជូនឲ្យទៅជួបអធិរាជប៉េបសង្ឃស៊ីខាន់ផ្ទុះកំហឹងក៏បានប្រមូលទ័ពប្រមាណជាង 20,000 នាក់វាយលុកចូលឈ្លានពានអាណាចក្រប៉េបដោយបានបញ្ជាក់ថាអ្នកណាដែលសុខចិត្តដាក់អាវុធចោះចាញ់ត្រូវទុកឲ្យរស់ចំណែកឯក្រុមណាឬទីក្រុងណាដែលមិនចោះចាញ់ត្រូវសម្លាប់និងដុតកំទេចចោលឲ្យរាបដល់ដីបំណងចង់ធ្វើជំនួញបានប្រែក្លាយទៅជាកំហឹងចង់ធ្វើសង្គ្រាមកងទ័ពរបស់សង្ឃស៊ីខាន់បានវាយដណ្ដើមនិងកាន់កាប់អាណាចក្រប៉េបទាំងមូលនៅក្នុងឆ្នាំ1220ប្រជាជនប៉េបប្រមាណជាង 1 លាននាក់ទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេងត្រូវបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះក្រោយពីបានវាយកាន់កាប់អាណាចក្រប៉េបបានហើយសង្ឃស៊ីខាន់បានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញដោយនៅតាមផ្លូវបានឆ្លៀតវាយដណ្ដើមយកអាហ្គានីស្ថាននិងប៉ែកខាងជើងឥណ្ឌាកងទ័ពមួយចំនួនផ្នែកតូចទៀតដែលមានគ្នាប្រមាណជាង 20,000 នាក់ត្រូវបានសង្ឃស៊ីខាន់បញ្ជូនឲ្យធ្វើការវាយលុកសម្ដៅទៅទិសខាងលិចដើម្បីជាការពិសោធន៍មើលថាតើពួកគេអាចវាយលុកទៅដល់ត្រឹមណាទើបអាចមានអ្នកចេញមុខមករារាំងបញ្ឈប់ដំណើររបស់ពួកគេបានក៏ប៉ុន្តែកងទ័ពមួយក្រុមនេះវាយលុកចូលរហូតទៅដល់ព្រំដែនអឺរ៉ុបខាងកើតដោយមិនមានអ្នកណាអាចរារាំងបានឡើយនៅក្នុងឆ្នាំ1226ភ្លាមក្រោយពីការវិលត្រឡប់ប្រតិបត្តិការយោធានៅប៉េបសង្ឃស៊ីខាន់បាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិនដែលនៅសេសសល់ពីការឈ្លានពានលើកមុនក៏ប៉ុន្តែនៅខែសីហាឆ្នាំ1227នៅក្នុងពេលដែលកងទ័ពម៉ុងហ្គោលកំពុងតែវាយលុកទៅលើរាជធានីរបស់នគរសៀនៅដែនដីភាគខាងលិចប្រទេសចិនសង្ឃស៊ីខាន់ក៏ស្រាប់តែចូលទីបង្គត់នៅក្នុងវ័យ65ឆ្នាំរហូតមកទល់នឹងពេលបច្ចុប្បន្ននេះអ្នកប្រវត្តិសាស្ត្រនៅតែមិនទាន់មានភាពឯកភាពគ្នាអំពីមូលហេតុនៃការស្លាប់របស់សង្ឃស៊ីខាន់ឡើយមានអ្នកខ្លះថាគាត់ស្លាប់ក្នុងសមរភូមិក្នុងពេលប្រយុទ្ធគ្នាជាមួយនឹងនគរសៀចំណែកមតិខ្លះទៀតថាលោកបានស្លាប់ដោយសារជំងឺឬដោយសារធ្លាក់ពីលើខ្នងសេះអធិរាជសង្ឃស៊ីខាន់ទទួលមរណភាពដែលបន្សល់ទុកនៅកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ហើយគិតមកត្រឹមពេលនោះចក្រភពម៉ុងហ្គោលបានកាន់កាប់ទឹកដីលាតសន្ធឹងចាប់តាំងពីមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់អឺរ៉ុបខាងកើតទឹកដីនៃចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាស៊ីខ្វាន់របស់ Alexander Le Grand រហូតដល់4 ដងឯណោះហើយធំជាងចក្រភពរ៉ូមរហូតដល់2 ដងមរណភាពរបស់សង្ឃស៊ីខាន់មិនបានបញ្ចប់ការវិទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលនោះទេអូហ្គាឌីខាន់ដែលជាកូនប្រុសទី3របស់សង្ឃស៊ីខាន់ដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុកព្រមទាំងអធិរាជចំនួនក្រោយៗមកទៀតបានបន្តធ្វើសង្គ្រាមវិទីទឹកដីរបស់ចក្រភពម៉ុងហ្គោលរហូតកើនឡើងទ្វេដងលើសពីសម័យកាលអធិរាជសង្ឃស៊ីខាន់ទៀតផង